ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដែលយើងនិយាយពាក្យកាត់ថា HPV តើវាជួយបានប្រយោជន៍អ្វីខ្លះហើយគួរចាក់ពីអាយុប្រហែលឆ្នាំឡើងទៅចាការចាក់វ៉ាក់សាំង HPV ចាវាជួយការពារមហារីកមាត់ស្បូនជួយការពារមហារីកទ្វារមាសជួយការពារមហារីករន្ធគូតនិងជួយកុំឲ្យយើងកើតមានបញ្ហាសាច់មាត់ចាហើយវាអាចចាក់បានទៅលើក្មេងៗចាអូនក្មួយចាប់ពីអាយុ9ឆ្នាំរហូតដល់អាយុ13ឆ្នាំចាអញ្ចឹងដល់ពេលដែលយើងអាយុ9ឆ្នាំអាយុ13ឆ្នាំចន្លោះពេលហ្នឹងគឺយើងអាចចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនបានដែលចាក់ចំនួន2ដងចាលើកទី1គឺចាប់រាប់ពី0ខែឡើងទៅនិងលើកទី2យើងចាក់ពីលើកទី1រយៈពេល6ខែបានគេចាក់លើកទី2ម្ដងទៀតចាចោះចំពោះស្ត្រីចាដែលគាត់អាយុលើសពី13ឆ្នាំចូល14ឆ្នាំជាង20ឬក៏30ជាងឬក៏40ជាងហ្នឹងតើគាត់អាចចាក់បានអត់ចាមានឯកសារមួយចំនួនចាបានបញ្ជាក់ចំពោះស្ត្រីដែលគាត់លើសពី13ឆ្នាំឡើងទៅក៏គាត់អាចចាក់បានដែរប៉ុន្តែមុននឹងធ្វើការចាក់ចាស្ត្រីគូត្រូវតែឆែកសុខភាពជាមុនសិនជាពិសេសឆែករោគមើលកោសិកាមហារីកមាត់ស្បូនចាចំពោះស្ត្រីដែលគាត់មានដៃគូគាត់ឆ្លងកាត់ជាមួយនឹងការរួមភេទហើយគាត់មានគ្រួសារគាត់មានកូនគាត់មានដៃគូអីផ្សេងមុននឹងធ្វើការចាក់ចាគឺត្រូវតែឆែកសុខភាពជាមុនសិនរោគកោសិកាមហារីកមាត់ស្បូនជាមុនសិនបានគេអាចធ្វើការចាក់ឲ្យបានអាចស្ត្រីអាយុ15ដល់6ឆ្នាំ20ជាងឆ្នាំឬក៏40ជាងត្រឹម43ឆ្នាំអីហ្នឹងចាមុននឹងចាក់គឺគេឆែកសុខភាពជាមុនសិនចាហើយបើសិនជាចាក់គឺចាក់ចំនួន3ដងចាក់ចំនួន3ដងចាព័ត៌មានបន្ថែមបើសិនជាបងប្អូនចង់សួរពីបញ្ហាវ៉ាក់សាំងឬក៏ឆ្ងល់អីបន្ថែមបងប្អូនអាចធ្វើការ comment នៅក្រោមការ live វីដេអូនេះបានហើយខ្ញុំនឹងធ្វើវីដេអូចែកម្លែកបន្តទៀតចាអរគុណ